ជំរាបសួរបាទថ្ងៃនេះដែរយើងរៀនអំពីកិរិយាសព្ទ pronominal អូខេការពិតទៅខ្ញុំមិនមែនជាគ្រូឯកទេសទេហើយក៏មិនមែនជាគ្រូភាសាបារាំងដែរក៏ប៉ុន្តែការបង្រៀននេះខ្ញុំគ្រាន់តែចែករំលែកពីខ្ញុំទៅកូនហើយក៏សំណុកគ្នាក្មេងជាដើមបើសិនជាគ្រូឯកទេសឬក៏គ្រូកុសលណាដែលគាត់អឺខ្លាំងបើសិនជាខ្ញុំបង្រៀនទៅមានកំហុសឆ្គងសូមមេត្តាជួយកែតម្រូវហើយផងដែរបាទឥឡូវនេះខ្ញុំគ្រាន់តែបង្ហាញដល់កូនទូចអាយុ7ឆ្នាំបាទឥឡូវនេះកូនមកនេះណាឥឡូវកិរិយាសព្ទនេះឥឡូវទូនេះសិនកិរិយាសព្ទនេះគឺកិរិយាសព្ទ les verbes pronominaux ចឹងដូច្នេះហើយគ្រប់កិរិយាសព្ទ pronominaux ហ្នឹងណាគឺមាន សើពីមុខនេះឲ្យសើមុខដូចជាពាក្យ se lever se coucher ចឹងសើពីមុខហើយចឹងការបំបែកពេលនេះដែរនេះចង់បញ្យល់ពីការបំបែកកិរិយាសព្ទ pronominaux ចឹងយើងបំបែកជា au présent ចឹងអត់មានអីពិបាកទេការបំបែកហ្នឹងគឺដូចនៅកិរិយាសព្ទវាជាកិរិយាសព្ទក្នុងទី1ហើយយើងបំបែកវាដូចគ្នាទៅនឹងកិរិយាសព្ទធម្មតាចឹងវាជាកិរិយាសព្ទក្នុងទី1ដូចគ្នាគឺបញ្ចប់ដោយ er ហើយដូចនេះដែរកិរិយាសព្ទក្នុងទី1ដែលបំបែកដែលបញ្ចប់ដោយ er ដែលនេះបានបង្រៀនខាងដើមហើយគឺយើងបំបែកជា au présent ឥឡូវមើលរូបមន្តការបំបែក er បងមើលណាចឹងយើងមានអីមាន es ons z ent អានឹងគឺជាការបំបែកកិរិយាសព្ទក្រុមទី1ដែលបញ្ចប់ដោយ er រូបមន្តគឺបំបែកអញ្ចឹងចឹងឥឡូវនេះសូមតាមដានមកមើលការបំបែកកិរិយាសព្ទមើលចូលតមុននឹងចូលបំបែកយើងមើលត Jugez pronominaux réfléchis par exemple ឥឡូវឧទាហរណ៍ថាពីនេះ je tu elle il សំទោស il elle on nous vous il elle ចឹងឥឡូវយើងមើលអានេះគឺរូបមន្តបំបែករបស់វាហើយយើងអត់មានយកអានេះកិរិយាសព្ទ sin វា original វាយើងអត់យកនេះចូលទេយើងយកតាមរូបមន្តវាចេះពេលដែលយើងប្រើមើល je ហ្នឹងយើងយករូបមន្តនេះមកប្រើឥឡូវឧទាហរណ៍ថាយើងយកពាក្យ coucher មួយចុះឥឡូវយើងយកពាក្យ coucher ឥឡូវយើងយកពាក្យ coucher ហើយអូនចាំមើលតាមរូបមន្តណាដែលយើងអត់យកពាក្យនេះដោយសារតែពាក្យនេះមានលក្ខណៈពិសេសពីព្រោះពាក្យនេះមានលក្ខណៈពិសេសដែរចឹងតើអត់យកពាក្យនេះទេទុកបរិយាពេលក្រោយយើងយកពាក្យse coucher សិនឥឡូវយើងនឹងសេចូលតាមរូបមន្តវាយើងសេ je ចូលបញ្យល់មកតាំងទៀតដើម្បីយល់ហេតុអីបានមើលហើយមានក្បៀសយ៉ាងទៀតទៅហើយមានទៅក្បៀសសើមានក្បៀសច្រើនហើយនួនមានដោយសារកិរិយាសព្ទដែលជាប់នឹងស្រៈជាប់ស្រៈដូចជាពាក្យនេះsabiller ទេ habiller ចឹងash ហ្នឹងគេចាត់ទុកជាស្រៈគេអត់យកទេអត់មានស្រៈមកគឺក្បៀសចឹងឯងឥឡូវឧទាហរណ៍ពាក្យនេះពាក្យថា se coucher ឥឡូវយើងសេតាមរូបមន្តសេ je sin ឥឡូវយើងនិយាយពាក្យយកកិរិយាសព្ទបំបែក se coucher ឥឡូវយើងបំបែកមើលកាលផងណាមើលកាលផងយើងបំបែកកាល au présent យើងបំបែកកាល présent បច្ចុប្បន្នភាពអូនស្គាល់បច្ចុប្បន្នអត់ទុកមកឡើយពេលនេះយល់ឥឡូវយើងយករូបមន្តយើងមកដាក់ហើយយើងថែមមើលនេះយើងយករូបមន្តមកដាក់គឺថែមមើលតែរូបមន្តអត់មានយក se មកដាក់វិញទេណាយើងដាក់ថែមមើល je វិញមើល tu ដាក់ទៅដើម្បីឈប់តាមនេះវិញ il ដាក់ se elle ក៏ se ដែរអត់មានស្តៀងទេបើតែរូបមិនអញ្ចឹងឯងអង្គដាក់ se ដែរដល់ nous នេះយើងដាក់ nous វិញដល់ vous យើងដាក់ vous វិញ vous មកតាមទៀត il ដាក់ se elle ដាក់ se អូខេឥឡូវនេះយើងបំបែកតាមរូបតាមក្បាច់គុណ au présent ឥឡូវ au présent យើងថែមមិនឥឡូវយើងសេ coucher មកចូលឥឡូវសេ coucher មកចូលអញ្ចឹង coucher យើងអត់សេទេយើងសេតាមរូបមន្តវាយើងធ្វើតាមរូបមន្តវាគឺអូខេ
ឥឡូវយើងមកមើលការបន្ថែមការបំបែកកិរិយាសព្ទau présent au présent ឥឡូវយើងមើលរង្វាន់យើងនេះ au présent នេះអូខេ au présent ថែមគេបើje ថែមអី Thằng ư. ok ថែមចុះ tu ថែមអី ES. très bien il elle ថែមអី ថែមទៀត អូខេចុះ nous ថែមគេបើ Thằng EZ. កងបាត់ហើយ À chỉ làm ON. អត់មានច្រឡំយកអូនភ្លេចបណ្ដោយមិនមិនទេអានេះធំវាចាំហើយអូនil ថែមអី il elle ថែមអី Il N thằng NT. វាថែមអត់សោះអូនភ្លេចអត់បាត់ហើយអូខេឥឡូវអានឥឡូវយើងអានណាឥឡូវយើងអាន je me couche Je me couche. ថាគេងទៅគេង tu te couches Tu te couches. il se couche Il se couche. elle se couche Elle se couche. on se couche On se couche. là bên nous ấy nhỉ nous couchons Couchons. vous Vous couchez couchez. il se couche Il se couche. elle se couche Elle se couche. អូខេឥឡូវចូលក្បាច់ទី2ហេតុអីបានជាមានអានឹងហើយទៅថែមនឹងទៀតឥឡូវដេកទីស្រង់មកឲ្យដើម្បីឲ្យអស់ចម្ងល់ណាឥឡូវចំណាំណា je me couche tu te couches il elle on se couche nous couchons vous couchez il elle se couche អូខេចូលតាមទី2ហេតុអីបានថែមប៉ុន្តែចាំរកពាក្យហ្នឹងឯងថែមប៉ុន្តែចាំនិយាយថាមានអានេះ tu មានអានេះ il មានអានេះ elle មានអានេះapostrophe នេះហើយគឺមាននេះដែរនេះមាននេះដែរឥឡូវអូខេពាក្យដែលមានស្រៈនៅពីមុខថាពាក្យអូខេឥឡូវដល់សង្កេតទី1ចុះដកពាក្យស្រៈពាក្យនេះចាស់ឥឡូវចាំពាក្យដែលមានស្រៈក្នុងចាំរងណៃទៀតណានិយាយយកនេះមួយសិនដូចថាអាឆ្នេះចាត់ទុកស្រៈហើយអត់មានសម្លេងទេយកវានេះតែម្ដងឥឡូវឧទាហរណ៍ពាក្យ habiller s'habiller c'est pas dire habiller d'accord s'habiller ប្រថាស្លៀកពាក់ to dress អូខេឥឡូវយើងមើលការបំបែកយើងសរសេរចូលពីការបំបែកយើងសរសេរ habiller ចូល hub Thèm très bien ទៀត Thèm ES. nous ថែមគេ EZ. ទៀតហាមួយអត់ចាំមែនអត់ចាំសោះណាដដែលទេទៅឆ្លើយហើយអាខុសឆ្លើយដែរមួយ nu មួយ vu ខុសគ្នាពីពល Yes. អូ yes មិនបើឆ្លើយខុសហើយណាអូខេហ្នឹងហើយមូលហេតុដែលអាទេមានអាសញ្ញានេះ apostrophe កាម៉ានេះចាយទេចាពីហេចឹងឥឡូវឧទាហរណ៍ថាយើងអានមើលអាតាមនេះមើលបាទទេឥឡូវឧទាហរណ៍មិនឧទាហរណ៍ពាក្យ zabiller ប្រកាស to dress បាទប្រកាសស្លៀកពាក់ je m'habille Je m'habille. ឃើញស្រីអាននឹងបាត់អស់នេះហ្នឹង tu t'habilles il s'habille Il s'habille. elle s'habille Elle s'habille. on s'habille On nous s'habille. nous habillons Nous s'habillons. vous vous habillez Vous vous habillez. ខុសហើយគឺអានដែរ Habillez. il s'habille Il elle s'habille. s'habille ឥឡូវអានដល់ទីមួយ je m'habille Je m'habille. tu t'habilles Tu t'habilles. il s'habille Il s'habille. elle s'habille Elle s'habille. on s'habille On s'habille. nous nous habillons Nous nous habillons. vous vous habillez Vous vous habillez. il elle ដូចគ្នា s'habille Elle s'habille. il s'habille elle s'habille Elle s'habille. អូខេអានឹងហើយគឺជាការបំបែកហើយបាច់ឆ្ងល់ទេទោះបីវាជាកិរិយាសព្ទpronomino ក៏ដោយឲ្យតែបញ្ចប់ដោយគឺយើងយករូបមន្តកិរិយាសព្ទក្នុងទី1បំបែកហើយគឺ
ok xong cứ bấm bay chẳng ngày ok mình đến chắc chắn bắt ở đây đi không tung